សួស្តី fan BL គ្នាយើងទាំងអស់ស្វាគមន៍មកកាន់ Channel Why Love BL ខ្មែរយើងបន្តសាច់រឿងរបស់យើងបន្តទៀតនៅក្នុងក្បាលទី1វីដេអូទី3ហើយកន្លែងដែលកំចាត់ខ្មោចដែលរៀបចំវិធីរៀបការឲ្យខ្មោចហ្នឹងអត់នៅផ្ទះរបស់សេដ្ឋីដែលជួលពួកគេទៅហ្នឹងណាបងប្អូនគ្នាអញ្ចឹងពេលដែលកំចាត់កន្លែងមេខ្មោចហ្នឹងហើយពួកគេក៏ត្រឡប់ទៅផ្ទះសេដ្ឋីដែលបានជួលពួកគេមកហ្នឹងវិញដល់ពេលត្រឡប់ទៅផ្ទះសេដ្ឋីនឹងវិញគឺត្រូវកំចាត់ខ្មោចមួយទៀតទាំងអស់គ្នានៅមានវិញ្ញាណខ្មោចមួយទៀតនៅផ្ទះហ្នឹងណាប៉ុន្តែពេលដែលទៅដល់ហ្នឹងគឺអត់កំចាត់ខ្មោចទេគឺទៅដូចរយយុទ្ធធម៌ឲ្យខ្មោចចឹងទៅជួយខ្មោចវិញជួននាងក៏ប្រើវិជាសួរនិយាយគ្នាជាមួយវិញ្ញាណខ្មោចទាំងអស់គ្នាដូចក្នុងរឿងវយសៀនឡានចាននៅក្នុងវគ្គមួយនោះហ៎តទៅពេលសួរទៅបានដឹងថាវិញ្ញាណខ្មោចមួយហ្នឹងគឺជាមនុស្សស្រីហើយជាកូនប្រសានៅក្នុងផ្ទះសេដ្ឋីហ្នឹងហើយត្រូវបានសេដ្ឋីពីអ្នកប្តីប្រពន្ធហ្នឹងធ្វើបាបគ្នាខ្លាំងមែនទែនគឺគ្នាអយុត្តិធម៌រងទុក្ខវេទនារហូតដល់គ្នាស្លាប់អីចឹងណានិយាយទៅគ្នាអយុត្តិធម៌គួរឲ្យអាណិតដល់ថ្នាក់ឈួននាងខឹងឡើងឆេះក្បាលទាំងអស់គ្នាសួរនាំវិញ្ញាណខ្មោចស្រីហ្នឹងហើយដឹងរឿងហើយអស់ហើយថាគ្នាអយុត្តិធម៌រងទុក្ខមិនខ្លះហើយចាទៀងខ្សែតៃមកគឺវត្តសេដ្ឋីនឹងយកអត់មានស្គាល់សេដ្ឋីមិនសេដ្ឋីចំណាស់មិនចំណាស់អីទេគឺវត្តយកហ្មងតែទាំងមុនពេលសួរវិញ្ញាណខ្មោចនិងក្រោយពេលសួរវិញ្ញាណខ្មោចហ្នឹងឈូវ៉ាន់នីងបានសួរសេដ្ឋីនឹងរួចហើយឈូវ៉ាន់នីងក៏ដឹងតម្រុយខ្លះដែរគ្រាន់តែថាអត់ទាន់លម្អិតថាសេដ្ឋីនឹងកុហកបន្ទាប់ពីសួរហើយគឺដឹងច្បាស់ថា 100% ថាសេដ្ឋីនឹងកុហករួចហើយក៏សួរបញ្ជាក់ម្ដងទៀតថាហេតុអីរឿងអីមិនអីចឹងណាប៉ុន្តែសេដ្ឋីនឹងគឺថាអត់ព្រមសារភាពទេបើនិយាយពីទង្វើនិងចិត្តគ្មានធម៌មេត្តារបស់សេដ្ឋីនឹងគឺសមនឹងវាយទាំងអស់គ្នាបុរាណនឹងស៊ឺមួយអត់ដឹងរឿងគិតថាលោកគ្រូខ្លួនឯងក៏សាហាវប្រៃផ្សាយម្លេះខោខើម្លេះហើយប្រឹងខាត់ប៉ុន្តែឈួននាងអត់ឈប់ទេទាំងអស់គ្នាបុរាណខឹងខាត់មិនស្ដាប់បុរាណនឹងខឹងប៉ុន្តែលោកគ្រូនៅតែវាយលោកសេដ្ឋីនឹងតតែគាត់ព្រមទទួលស្គាល់ទោសកំហុសគាត់ព្រមសារភាពឈួននាងឲ្យតាសេដ្ឋីនឹងភរិយាគាត់នឹងធ្វើរឿងដែលផ្ដល់នៅយុត្តិធម៌ឲ្យកូនប្រសានឹងអញ្ចឹងភារកិច្ចរបស់ឈួននាងបានបញ្ចប់ហើយទាំងអស់គ្នាប៉ុន្តែពួកគេអាចត្រឡប់ទៅសំណាក់វិញបានភ្លាមៗទេទាំងអស់គ្នាពួកគេត្រូវស្នាក់អាស្រ័យនៅផ្ទះសំណាក់មួយពេលសិនពេលដើរទៅតាមផ្លូវមុនទៅដល់ផ្ទះសំណាក់នឹងម៉ូរ៉ានគេក៏លក្ខណៈថាគេក៏កំពុងខឹងហើយគេក៏ស្រឡាញ់ស៊ឺមីរបស់គេអញ្ចឹងគេយកចិត្តទុកដាក់ទៅស៊ឺមីតែគេដើរគិគ្នាជាមួយស៊ឺមីនិយាយគ្នាអីចឹងណានិយាយទៅគេខ្វល់ខ្វាយព្រួយបារម្ភតែពីស៊ឺមីរបស់គេទេលោកគ្រូឈូវ៉ាន់នីងក៏ដើរនៅខាងមុខម្នាក់ឯងអញ្ចឹងណាដល់ពេលអញ្ចឹងនៅជុំវិញខ្លួនដូចគ្មាននរណាសោះមានតែឈូវ៉ាន់នីងម្នាក់ឯងដើរលើផ្លូវមួយតែឯងដូចជាភពផែនដីធំធេងប៉ុន្តែកណ្ដោចកណ្ដែងតែម្នាក់ឯងឯកាហើយពេលដែលចូលទៅដល់ក្នុងបន្ទប់បិទទ្វារចិត្តនៅក្នុងផ្ទះសំណាក់ទឹកមុខមាំស្មើលេងស្មើទៀតហើយគឺមើលលេងយល់ហ្មងព្រោះអីស្មានឹងវាឈឺខ្លាំងពេកទាំងអស់គ្នាកញ្ចក់ដៃមេខ្មោចហ្នឹងវាសាហាវវាមិនធម្មតាណាហើយមុតហ្នឹងក៏មុតអាយ៉ាស្បែកដល់ថ្នាក់ឈាមក្រៀមទៅជាប់ជាមួយអាវរបស់គាត់ណាដោយសារឈុតរបស់ឈូវ៉ាន់នីងពណ៌សពេញមួយខ្លួនទៅពេលឈាមហ្នឹងក៏វាឈាមហូរសាចប្រឡាក់សឹងតែមិនចេះហៀងខ្លួនណាពេលចាប់ផ្ដើមមានរបួសភ្លាមហ្នឹងនៅក្នុងឈុតកំពុងតែស្លៀកឈុតកូនកន្លោះដែលពួកខ្មោចនឹងរៀបចំឲ្យទាំងអស់គ្នាដល់ពេលអញ្ចឹងអត់មានអ្នកណាមើលដឹងទេថាឈូវ៉ាន់នីងនឹងត្រូវរបួសដុនដាបប៉ុណ្ណាឈុតកូនកន្លោះពណ៌ក្រហមនឹងទឹមមកដោះចេញកំតិចចោលពេលដើរតាមផ្លូវហ្នឹងពេលហ្នឹងមេឃគឺចាប់ផ្ដើមងងឹតបាត់ទៅហើយអញ្ចឹងគ្មានអ្នកណាមើលដឹងទេដល់ពេលដោះអាវនឹងទៅឈូវ៉ាន់នីងគឺឈឺមហាសែនឈឺខំមាត់ខ្លួនឯងឡើងហូរឈាមដើម្បីទាញកត្រាក់អាវនឹងចេញឈូវ៉ាន់នីងក៏បន្តលាងនិងចាត់ចែងរបួសរបស់ខ្លួនឯងទៅកន្លែងហ្នឹងបន្ទាប់មកម៉ូរ៉ានគេចូលមកទាំងអស់គ្នាគេចូលមកដើម្បីមើលរបួសលោកគ្រូគេពួកអីគេដឹងថារបួសលោកគ្រូគេកើតឡើងដោយសារការពារគេអញ្ចឹងទោះបីជាខឹងទោះបីជាស្អប់ប៉ុណ្ណាក៏គេមិនភ្លេចថារបួសហ្នឹងកើតឡើងដោយសារការពារគេដែរពេលហ្នឹងគ្រាន់តែឮសំឡេងម៉ូរ៉ានហៅខាងក្រៅបេះដូងលោកគ្រូឈូវ៉ាន់នីងឡើងលោតញាប់ម៉ូរ៉ានអត់ដឹងធ្វើម៉េចទេមានតែធ្វើខ្លួនធម្មតាដោយថាអត់មានរឿងអីកើតឡើងដោយអត់បានខឹងគ្នាអត់បានឆ្លោះគ្នាអន់ចិត្តគ្នាអីចឹងណាចូលទៅសុំមើលរបួសមើលអីចឹងទៅប៉ុន្តែបើលោកគ្រូឈូវ៉ាន់នីងវិញឡើងក្បត់ក្បយកម្រោះកម្រើយសំដីអាក្រក់ដាក់ហ្មងនៅក្នុងអារម្មណ៍ម៉ូរ៉ានលក្ខណៈថាស្អប់ក៏ស្អប់គុំគួនក៏គុំគួនហើយនៅមានអារម្មណ៍មួយទៀតតែមិនដឹងថាវាជាស្អីគេបែងចែកអត់ដាច់កន្លែងហ្នឹងគេប្រាប់យើងដែរថាម៉ូរ៉ានអត់សូវបានរៀនអក្សរទេ
អញ្ចឹងមានរឿងខ្លះម៉ូរ៉ានអាចនឹងមិនស៊ីជម្រៅនឹងអារម្មណ៍ខ្លួនឯងម៉ូរ៉ានឃើញក្រណាត់ប្រឡាក់ឈាមកំបិតនិងទឹកក្តៅដែលលាយឡំជាមួយឈាមនឹងឡើងក្រហមម៉ូរ៉ានភ្ញាក់ផ្អើលហួសចិត្តដែលលោកគ្រូគេលៀងរបស់ខ្លួនឯងកន្លែងហ្នឹងម៉ូរ៉ានស្ងាត់តិចគេក៏និយាយសុំទោសលោកគ្រូគេហើយសុំរុំរបួសឲ្យលោកគ្រូគេសាថ្មីព្រោះអីលោកគ្រូទៅចេះរុំរបួសស្អីធ្វើឲ្យតែរួចពីដៃហ្នឹងមនុស្សមិនដែលចេះធ្វើស្អីផងហ្នឹងណាមួយរបួសនៅកន្លែងស្មាទាំងអស់គ្នាដូចដឹងហើយអាណាទៅស្រួលធ្វើមិនតែមនុស្សឈួរវ៉ាន់នេះមនុស្សដែលរស់ដោយមិនពឹងអ្នកណាអញ្ចឹងហើយស្អីក៏ធ្វើខ្លួនឯងកើតដែរកន្លែងហ្នឹងពេលម៉ូរ៉ានស្រាយកណាត់រុំរបួសទៅបានឃើញថារបួសរបស់លោកគ្រូគេមិនដឹងថាធ្ងន់ធ្ងរជាងស៊ឺមុយនឹងប្រហែលដងទេហើយមិនដឹងថាម៉ូរ៉ានមានអារម្មណ៍មិនទេឡើងហើបមាត់សួរលោកគ្រូគេថាឈឺអត់ហើយលោកគ្រូក៏ឆ្លើយទៅវិញថាល្មមទ្រាំបានតាមការពិតនឹងឈឺចង់ដាច់ខ្យល់ងាប់កន្លែងហ្នឹងឡើងត្រូវរើគ្នាម៉ូរ៉ានឡើងសួរនាំលោកគ្រូគេថាមូលហេតុអីបានលោកគ្រូគេវាយមនុស្សហើយលោកគ្រូក៏ប្រាប់ពីមូលហេតុអីត្រួសអញ្ចឹងទៅអាពងនិយាយត្រូវរើគ្នាសក់ហ្នឹងឆ្លោះគ្នាទៀតទាំងអស់គ្នាឆ្លោះគ្នាដោយសារនិយាយទៅរៀលដល់កន្លែងលោកគ្រូជ្រុលដៃវាយស៊ឺមុយគេហ៎ដល់ពេលហើយម៉ូរ៉ានហ្នឹងក៏ថាលោកគ្រូអត់សមវាយស៊ឺមុយទេស៊ឺមុយអត់ដឹងរឿងអីទេហើយវាយស៊ឺមុយហើយអត់សមទោសដល់ពេលអញ្ចឹងអាតែមិនត្រូវគ្នាមិញហ្នឹងឆ្លោះគ្នាភ្លាមហ្មងខ្ញុំខឹងម៉ូរ៉ានទាំងអស់គ្នាខ្ញុំចង់ឲ្យកាច់កឲ្យងាប់តាកន្លែងហ្នឹងលោកគ្រូឈូវ៉ាន់នឹងខឹងទ្រាំលេងបានក៏ដេញក្បាលចេញពីបន្ទប់ទៅហើយក៏ខឹងគ្នាបន្តទៀតទៅតែម៉ូរ៉ានរុំរបួសឲ្យលោកគ្រូរួចឯណារុំឲ្យលាបថ្នាំឡើងស្អាតហើយថ្នមដៃទៀតហ្នឹងតែមិនបាច់ទៅសើឲ្យមនុស្សឡប់ចឹងហើយយប់ហ្នឹងម៉ូរ៉ានសោកលុយចុងភៅនៅផ្ទះសំណាក់សុំចូលទៅផ្ទះបាយដើម្បីធ្វើមី3ចានរសជាតិដែលម៉ូរ៉ានធ្វើហ្នឹងហឹរគ្រឿងដិតអីចឹងទៅពួកគេចូលចិត្តគ្រឿងដិតហើយហឹរខ្លាំងស៊ឺមុយនិងម៉ូរ៉ានគេញ៉ាំជាមួយគ្នាឡើងឈ្ងុយឆ្ងាញ់ចឹងទៅហើយស៊ឺមុយអត់ចូលចិត្តញ៉ាំបន្លែម៉ូរ៉ានហ្នឹងក៏ចាប់បន្លែចេញពីចានស៊ឺមុយដាក់មកខ្លួនឯងហើយចាប់សាច់របស់ខ្លួនឯងហ្នឹងទៅដាក់ឲ្យស៊ឺមុយញ៉ាំបន្លែដែលខ្ញុំនិយាយហ្នឹងតែមួយមុខទេតែខ្ញុំអត់ស្គាល់ឈ្មោះវាមើលទៅដូចកសាំងទៀបប៉ុន្តែដើមវាត្រង់ហើយតូចហើយលោកគ្រូឈួរវ៉ានីងគាត់អង្គុយមុខកញ្ញើនៅនឹងចឹងទៅគាត់ចាប់ទាំងបន្លែដាក់ទៅចានម៉ូរ៉ានទាំងអស់ហើយចាប់សាច់គោរបស់ខ្លួនឯងក្នុងចានហ្នឹងឲ្យទៅស៊ឺមុយទាំងអស់ហើយគាត់ថាទាំងពីរមុខហ្នឹងគាត់អត់ចូលចិត្តទាំងពីររួចហើយចាប់មកញ៉ាំតែមួយម៉ាត់ទូចទេមីហ្នឹងលោកគ្រូឈួរវ៉ានីងគាត់ហូបមីហ្នឹងអាការទៅព្រោះវាហឹរខ្លាំងពេកហើយមុននឹងងើបដើរចេញទៅបាត់ហ្នឹងក៏ឆ្លៀតថាឲ្យម៉ូរ៉ានខ្លះដែរគាត់និយាយថាហូបមិនកើតពិបាកលេបអីចឹងទៅឈួរវ៉ានីងពេញមួយថ្ងៃមួយយប់ហើយអត់បានហូបអីសោះហើយមីម្ចាស់នេះក៏អត់បានហូបទៀតខឹងហើយដើរទៅដេកវិញបាត់ប៉ុន្តែដេកអត់លក់ទេព្រោះអីឈួរវ៉ានីងហេវខ្លាំងណាស់អស់កម្លាំងក៏អស់កម្លាំងរបួសក៏ឈឺហើយប្រើកម្លាំងធាតុហ្នឹងក៏អស់ច្រើនទៀតហើយបន្ទាប់មកម៉ូរ៉ានហ្នឹងក៏លើកមីមួយចានថ្មីទៀតយកមកឲ្យលោកគ្រូឈួរវ៉ានីងដល់បន្ទប់ម៉ូរ៉ានលើកមីទៅឲ្យលោកគ្រូឈួរវ៉ានីងអត់មាននិយាយរកអីមួយម៉ាត់ទេណាប៉ុន្តែមុននឹងម៉ូរ៉ានដើរចេញទៅហ្នឹងគេបានប្រាប់ដែរថាឲ្យលោកគ្រូនឹងហូបខ្លះទៅហើយមីម្ចាស់នេះអត់មានម្ទេសអត់មានជាតិហឹរទេហើយក៏អត់មានរបស់ដែរលោកគ្រូមិនចូលចិត្តដែរហើយម៉ូរ៉ានប្រាប់ដែរថាមីម្ចាស់នេះគេឲ្យចុងភៅធ្វើឲ្យថ្មីតែខ្ញុំគិតថាម៉ូរ៉ានធ្វើខ្លួនឯងបន្ទាប់ពីហ្នឹងទៅពេលទៅដល់កំពូលភ្នំស៊ឺជ្រើងនៃសំណាក់វិញលោកគ្រូឈួរវ៉ានីងហ្នឹងគាត់ទៅឲ្យគេដាក់ទោសគាត់របៀបគាត់ទៅទទួលទោសនៅកន្លែងគ្រប់គ្រងច្បាប់វិន័យរបស់សំណាក់ហ្នឹងលោកគ្រូដែលគាត់កាន់ខាងច្បាប់វិន័យហ្នឹងគាត់អត់ព្រមដាក់ទោសឯងគាត់ថាគាត់អត់ធ្វើឯងគាត់ថាទោះបីជាច្បាប់វិន័យតឹងរឹងក៏មិនអាចដាក់ទោសទៅលើលោកគ្រូឈួរវ៉ានីងបានដែរប៉ុន្តែឈួរវ៉ានីងមិនព្រមទាំងអស់គ្នាគាត់នៅតែដាច់ខាតត្រូវតែដាក់ទោសគាត់ព្រោះអីគាត់បានវាយអ្នកដែលជួលគាត់ទៅវាខុសច្បាប់វិន័យនៅក្នុងសំណាក់អញ្ចឹងមិនបាច់អ្នកណាហៅគាត់ទៅទទួលទោសឯងគឺគាត់ទៅខ្លួនឯងហ្មងវិន័យដែលគាត់បានល្មើសនេះត្រូវវាយ200ដំបងលុតជង្គង់7ថ្ងៃនិងឃុំខ្លួន3ខែឈួរវ៉ានីងប្រាប់លោកគ្រូកាន់វិន័យថាដាក់ទោសគាត់តាមនឹងមកគាត់ព្រមទទួលដោយគ្មានការតវ៉ាលោកគ្រូដែលកាន់វិន័យហ្នឹងគាត់នៅតែអត់ដាច់ចិត្តគាត់នៅតែអត់ហ៊ានធ្វើគាត់បិទទ្វារហើយនិយាយគ្នាស្ងាត់ជាមួយលោកគ្រូឈួរវ៉ានីងគាត់ថាគាត់អត់ធ្វើទេយើងដឹងតែគ្នាយើងហើយនឹងមេឃដីទៅបានហើយប៉ុន្តែលោកគ្រូឈួរវ៉ានីងនៅតែអត់ព្រមទេគាត់ថាត្រូវតែដាក់ទោសគាត់បើសិនជាមិនដាក់ទោសគាត់ទេថ្ងៃក្រោយទៅគាត់គ្មានមុខអីទៅប្រើវិន័យជាមួយសិស្សទេហើយឈួរវ៉ានីងនិយាយចប់គាត់ក៏លុតជង្គង់ឲ្យលោកគ្រូវិន័យនឹងវាយគាត់តែម្ដងសៀមមិនគ្រប់ស្រឡាញ់លោកគ្រូគេខ្លាំងណាស់គ្រាន់តែដឹងទៅនឹងអញ្ចឹងភ្លាមគឺរត់ទៅវឹងហ្មង
សៀមមិនទៅខាត់លោកគ្រូវិន័យទៅថាឲ្យគាត់ស្ដីឲ្យអីចឹងណាយកសិតជាប្រមុខតូចទៅនិយាយទៅថាឲ្យប៉ុន្តែសំខាន់លោកគ្រូឈូវ៉ាន់នីងអត់ស្ដាប់អញ្ចឹងទោះបីជានិយាយជាមួយលោកគ្រូវិន័យក៏គ្មានបានការអីដែរគាត់សុខចិត្តធ្វើពុតជាមិនលឺអីចឹងទៅដល់ពេលវាយដល់100ដងខ្នងរបស់លោកគ្រូឈូវ៉ាន់នីងឈុតរបស់គាត់ហ្នឹងគឺស្រោចទៅដល់ឈាមហ្មងហើយសៀមមិនទ្រាំលែងបានហើយគឺស្ទុះចូលទៅគាត់ប៉ុន្តែលោកគ្រូឈូវ៉ាន់នីងប្រើវិជារបស់គាត់ហ្នឹងខាំងហើយរុញសៀមមិនចាញ់អញ្ចឹងសៀមមិនចូលទៅអត់កើតទេអញ្ចឹងលោកគ្រូឈូវ៉ាន់នីងហើយនិងលោកគ្រូវិន័យហ្នឹងក្នុងការវាយម្ដងសូត្រវិន័យមួយខវាយរហូតតតែគ្រប់200ដងបានលោកគ្រូឈូវ៉ាន់នីងហ្នឹងគាត់ស្រាយអាគមរបស់គាត់បានសៀមមិនហើយនិងម៉ូរ៉ាហ្នឹងចូលទៅក្នុងសាលាវិន័យហ្នឹងបានសភាពរបស់លោកគ្រូឈូវ៉ាន់នីងវិញឡើងដាបទៅទាំងអស់គ្នាសំឡេងវិញឡើងខ្សៅអស់ហើយឈុតផ្នែកខាងក្រោយរបស់គាត់ហ្នឹងឡើងដាច់អាយ៉ៃខ្នងបែកឈាមហូរលហាមអញ្ចឹងទៅមាត់វិញក៏មានឈាមដែរសៀមមិនចេះលោកគ្រូវិន័យសិតតាកាចាអត់ចេះបធូរដៃទេអីតែលោកគ្រូវិន័យគាត់មិនចង់ឲ្យទាំងអស់គ្នាគាត់ធ្វើតាមតែឈូវ៉ាន់នីងទេមកម៉ូរ៉ានវិញហ្នឹងពេលចូលទៅហ្នឹងចូលទៅតាមក្រោយសៀមមិនឯណាហើយមុខនៅញឹមធម្មតាឯងប៉ុន្តែពេលដែលឃើញសភាពរបស់លោកគ្រូឈូវ៉ាន់នីងគឺឡើងឈាមហ្មងព្រោះអីម៉ូរ៉ានគិតថាលោកគ្រូវិន័យនឹងបធូរថយដៃឲ្យលោកគ្រូឈូវ៉ាន់នីងឲ្យពួកគ្នាគាត់ជាព្រឹទ្ធាចារ្យដូចគ្នាអញ្ចឹងទៅប៉ុន្តែវាមិនមែនអញ្ចឹងណាទាំងអស់គ្នាឈូវ៉ាន់នីងឡើងដាបខ្លាំងមែនតើហ្មងសូម្បីតែរបួសចាស់នៅលើខ្នងរបស់ឈូវ៉ាន់នីងក៏ប្រហែលជាត្រូវដែរព្រោះអីឡើងសោះសាច់ខ្នងអស់ហើយអញ្ចឹងហើយពេលដែលម៉ូរ៉ានឃើញភ្លាមហ្នឹងគឺម៉ូរ៉ានដឹងហ្មងថាលោកគ្រូឈូវ៉ាន់នីងអត់ប្រាប់លោកគ្រូវិន័យទេថាខ្លួនឯងកំពុងមានរបួសស្រាប់ភ្លាមហ្នឹងក្នុងខ្លួនរបស់ម៉ូរ៉ានគឺថាឆេះសន្ធោសន្ធៅយកហ្មងក្នុងអារម្មណ៍របស់ម៉ូរ៉ានគឺមិននឹកស្មានថាឈូវ៉ាន់នីងឈួតដល់ថ្នាក់ហ្នឹងទេហើយគេក៏មិនដឹងថាគេខឹងអីហើយមានអារម្មណ៍អីដែរតែចិត្តរបស់ម៉ូរ៉ាននឹងប្រាប់ម៉ូរ៉ានថាឈូវ៉ាន់នីងម្នាក់នេះនឹងគឺជារបស់គេរបួសដែលធ្ងន់ធ្ងរដុនដាបដល់ថ្នាក់ហ្នឹងក្រៅពីខ្លួនគេមិនពេញចិត្តឲ្យអ្នកណាគេមកធ្វើលើឈូវ៉ាន់នីងទេហើយយប់ហ្នឹងម៉ូរ៉ានដេកអត់លក់ទេនៅសម័យនឹកឃើញដល់រឿងរ៉ាវកាលពីអតីតតាំងពីគេជួបលោកគ្រូលើកដំបូងរហូតដល់លោកគ្រូស្លាប់នៅក្នុងដៃរបស់គេកាលពីជាតិមុនរបស់ម៉ូរ៉ានមុននឹងម៉ូរ៉ានស្អប់លោកគ្រូឈូវ៉ាន់នីងម៉ូរ៉ានតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់លោកគ្រូឈូវ៉ាន់នីងប៉ុន្តែគ្រប់សមិទ្ធផលរបស់ម៉ូរ៉ានលោកគ្រូឈូវ៉ាន់នីងមិនដែលងាកមកមើលគេទេកាលនោះបើសិនជាស៊ឺមីសរសើរគេថាល្អណាស់ម៉ូរ៉ាននឹងត្រេកអរសប្បាយចិត្តរហូតដល់ឡើងឋានសួគ៌ប៉ុន្តែបើសិនជាលោកគ្រូសរសើរគេមួយម៉ាត់ថាមិនធម្មតាម៉ូរ៉ាននឹងស្ម័គ្រចិត្តទៅស្លាប់ប៉ុន្តែលោកគ្រូឈូវ៉ានីងមិនដែលសរសើរម៉ូរ៉ានទេមានតែទឹកមុខឆ្មាំងឆ្មៃគំរោះគំរើយតែប៉ុណ្ណឹងឯងម៉ូរ៉ានសន្សំចិត្តគុំគួនស្អប់លោកគ្រូឈូវ៉ានីងរហូតម៉ូរ៉ានបានឡើងធំខ្ពង់ខ្ពស់យកឈ្នះលោកគ្រូឈូវ៉ានីងចាប់ធ្វើបាបញាំញីរហូតធ្លាក់ដល់បាតកាលនោះលោកគ្រូឈូវ៉ានីងមុននឹងដាច់ខ្យល់ស្លាប់គាត់បាននិយាយសុំទោសម៉ូរ៉ានដោយទឹកមុខបៀមទុកឈឺចាប់ក្រំគ្រាវាជាលើកទី1ហើយក៏ជាលើកចុងក្រោយដែលម៉ូរ៉ានបានឃើញទឹកមុខបែបនេះរបស់លោកគ្រូពេលឈូវ៉ានីងផុតដង្ហើមដួលម៉ូរ៉ានបានស្រវាទប់ខ្លួនរបស់គាត់ហើយម៉ូរ៉ានបានព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យលោកគ្រូឈូវ៉ានីងរស់ឡើងវិញម៉ូរ៉ានបាននិយាយក្នុងចិត្តថាមនុស្សរស់ទៅចងគំនុំបានបើមនុស្សស្លាប់ទៅហើយមានហេតុផលអីឲ្យចងគំនុំគុំគួនទៀតអញ្ចឹងហើយបើឈូវ៉ានីងស្លាប់បាត់ជីវិតម៉ូរ៉ាននឹងគ្មានន័យអីទៀតទេទៅជាអញ្ចឹងវិញស្អប់គេដល់ពេលគេស្លាប់ទៅជាជីវិតគ្មានន័យម៉ូរ៉ានស្រមៃរំលឹកពីអតីតកាលអស់ចិត្តហើយក៏ក្រោកដើរទៅកន្លែងលោកគ្រូឈូវ៉ានីងទទួលទោសដើរទៅដល់ម៉ូរ៉ានឃើញលោកគ្រូរបស់គេកំពុងតែលុតជង្គង់ត្រង់ខ្លួនបែរខ្នងដាក់ទ្វារហើយគេក៏បន្ទោសខ្លួនឯងថាយប់អាត្រាថ្មនេះហើយមិនដឹងជាព្រុសប្រាសអីបានជាមករកឈូវ៉ានីងឈួតហើយតែដឹងបើនិយាយទៅបើសិនជាម៉ូរ៉ានចង់ឲ្យលោកគ្រូឈប់លុតជង្គង់ហើយទៅសម្រាកក៏គេធ្វើអីមិនកើតដែរព្រោះគេគ្មានសិទ្ធិអំណាចគ្រប់គ្រាន់សូម្បីតែចូលទៅក្នុងសាលាដែលលោកគ្រូកំពុងតែលុតជង្គង់បើប្រៀបទៅការពិជាតិមុនម៉ូរ៉ានអាចមានឋានៈនិងសមត្ថភាពបញ្ជាឲ្យឈូវ៉ានីងឈប់លុតជង្គង់ហើយបើសិនជាឈូវ៉ានីងមិនធ្វើតាមគេក៏មានថាមពលយុទ្ធសិលគ្រប់គ្រាន់នឹងធ្វើឲ្យឈូវ៉ានីងកម្រើកមិនរួចហើយបីគេយកទៅតែម្ដងក៏បានដែរតែខណៈពេលបច្ចុប្បន្ននេះម៉ូរ៉ានបានត្រឹមតែឈរមើលលោកគ្រូពីចម្ងាយទាំងអស់គ្នាកន្លែងនេះក្នុងសភៅគេសរសេរថាដូច្នេះឆ្មាសលុតជង្គង់ពេញមួយយប់ដោយមិនបានងាកមកហើយឆ្កែល្ងង់ក៏ឈរពេញមួយយប់ដោយមិនបានចាក់ចេញទៅណា